មានសួរបងប្អូនអរគ្នាក្រោយពីខ្ញុំបានបង្ហោះនៅវីដេអូមួយដែលបង្ហាញអំពីការសោកស្ដាយចំពោះអ្នកនាងសុភ័ក្រកុសុមាបានបាត់បង់កូននៅក្នុងផ្ទៃហើយនៅពេលនេះក៏យើងឃើញមានប្រិមិត្តជាច្រើនក៏បានចូលទៅខមមិនបង្ហាញពីមតិរៀងៗខ្លួនអំពីបទពិសោធន៍ជីវិតរបស់ពួកគាត់ដែលបានជួបប្រទះដូចជាអ្នកនាងសុភ័ក្រកុសុមាផងដែរដោយពួកគាត់ម្នាក់ៗបានលើកឡើងយ៉ាងដូចនេះថានេះបងស្រីឈ្មោះថាសុកស្រីលក្ខបានលើកឡើងថាកុំយកចេញអីទៅសួរពេទ្យឲ្យបានច្រើនដងហើយតាមដានឲ្យបានច្រើនកូនខ្ញុំអញ្ចឹងដែរតែខ្ញុំនៅតែទុំកូនខ្ញុំឥឡូវធំហើយបងម្នាក់ទៀតគាត់មានឈ្មោះថាចន្ទថុលគាត់បានលើកឡើងថាកុំសូវជឿអេកូពេកពេលខ្លះពេទ្យមើលឃើញមិនសូវជាដូចគ្នាទេប៉ុន្តែបងម្នាក់ទៀតក៏បានលើកឡើងថាកុំសូវជឿពេកកូនទើបតែ2ខែកំពុងតែមានការលូតលាស់បាទហើយបងម្នាក់ទៀតបានលើកឡើងថាកាលខ្ចៅខ្ញុំនៅពេទ្យគេថាបេះដូងអត់ល្អដែរដល់ពេលដែលកើតមកគឺអត់អីផងហ្នឹងបាទហើយបងម្នាក់ទៀតដែលមានឈ្មោះថាខាត់សកុនធីបានលើកឡើងថាកុំសូវជឿអេកូពេកកូនខ្ញុំ5ខែពេទ្យអេកូថាឲ្យយកចេញព្រោះកូនផតក្បាលមួយចំហៀងទុកមិនបានទេខ្ញុំយំណាស់ដល់ពេលខ្ញុំទៅអេកូ4-5កន្លែងគេថាដូចគ្នាពេលទ្រាំមិនបានក៏ដូរមកពេទ្យផ្សេងទៀតអេកូពេទ្យនោះថាមិនអីទេ99%គឺមិនអីនោះទេហើយថែមទាំងថាលូតលាស់និងឆ្លាតថែមទៀតផងហើយពេលនោះខ្ញុំក៏អស់ក្តីបារម្ភនៅពេលដែលកូនខ្ញុំកើតមកគឺអត់មានអីផងហ្នឹងអញ្ចឹងកុំជឿពេកចេះគិតបើកូននឹងមានបញ្ហាបេះដូងគឺមិនអាចរស់ទេព្រោះក្មេងក្នុងពោះកំពុងតែមានការលូតលាស់អញ្ចឹងមិនអាចបង្ខំបាននោះទេបាទហើយបងម្នាក់ទៀតក៏បានលើកឡើងថាខ្ញុំមិនហ៊ានថាទេតែកាលខ្ញុំទម្ងន់ពេទ្យថាកូនខ្ញុំចង់ខូចហើយតែកូនខ្ញុំមានសុខភាពល្អធម្មតាពេលកើតមក4គីឡូឯណោះបាទហើយបងម្នាក់ទៀតបានលើកឡើងថាកាលកូនខ្ញុំអញ្ចឹងដែរតែខ្ញុំមិនជឿពេទ្យខ្ញុំនិងប្តីរបស់ខ្ញុំទុកកូនមកដល់ឥឡូវកូនខ្ញុំឥឡូវនេះគឺមិនអីផង9ឆ្នាំហើយគឺរឹងមាំនិងឆ្លាតណាស់បាទហើយបងម្នាក់ទៀតគាត់បានលើកឡើងពីបទពិសោធន៍របស់គាត់កាលពីឆ្នាំ2023បាទគាត់បានលើកឡើងថានេះគឺជាបទពិសោធន៍របស់ខ្ញុំកូនដំបងធ្វើការនៅថៃកាលពីឆ្នាំ2023ផ្ញើពោះស្រុកគេពេទ្យថាការលូតលាស់ទាំងអស់គឺល្អដល់កូនបាន6ខែខ្ញុំសម្រេចចិត្តមកកើតនៅស្រុកខ្មែរមកដល់ខ្ញុំបានទៅអេកូនៅពេទ្យមួយកន្លែងគេថាកូនខ្ញុំកើតមកដក់ទឹកក្នុងខួរនៅក្នុងខួរក្បាលឲ្យខ្ញុំយកចេញទៅលឺហើយខ្ញុំទុនដៃទុនជើងតែម្ដងខ្ញុំមិនអស់ចិនខ្ញុំទៅពេទ្យសៀមរាបទៀតពេទ្យថាកូនខ្ញុំលូតលាស់ល្អណាស់អត់មានបញ្ហាអ្វីទាំងអស់បើខ្ញុំជឿពេទ្យម្នាក់នោះប្រហែលជាខ្ញុំមានវិបត្តិសារីអស់មួយជីវិតហើយនេះគឺជារូបភាពដែលកូនខ្ញុំកើតបាន8ថ្ងៃតែបងអាចតាមដានពេទ្យផ្សេងសាកមើលតើចម្លើយគេបែបណាសង្ឃឹមថាអ្វីៗនឹងល្អប្រសើរជូនពោបងឲ្យឆ្លងផុតរឿងមិនល្អទាំងឡាយទាំងពួងនៅក្នុងនេះគឺខ្ញុំបានឃើញអ្នកលេងបណ្ដាញសង្គមជាច្រើនក៏ដូចជា fan របស់សុភ័ក្រកុសុមាគឺបានលើកឡើងដូចគ្នាហើយក៏មានសារលើកទឹកចិត្តទៅដល់តារាស្រីរូបនេះផងដែរថារឿងមុំឡើងអូនលើកនេះយើងបាត់បង់តែកុំអស់សង្ឃឹមយើងនៅមានឱកាសលើកក្រោយទៀតហើយអ្នកខ្លះទៀតក៏បានលើកឡើងថាស៊ូណាអូនរឿងមុំឡើងចែកុំពិបាកចិត្តច្រើនពេកខ្លាចប៉ះពាល់ទៅដល់សុខភាពណាចែស៊ូឡើងបងស្រីបាទហើយក៏មានមតិជាច្រើនដែលបង្ហាញពីការលើកទឹកចិត្តទៅដល់សុភ័ក្រកុសុមាដូចគ្នាផងដែរបាទអញ្ចឹងកុំអស់សង្ឃឹមត្រូវតែរឹងមាំឡើងចំពោះសុភ័ក្រកុសុមាខ្ញុំជឿជាក់ថា idol ដែលតែងតែបង្ហាញពីក្តីសប្បាយរីករាយទៅដល់ fan អញ្ចឹងនៅពេលដែលមានទុក fan នឹងលើកទឹកចិត្តទៅដល់ idol របស់ខ្លួនវិញផងដែរបាទជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់នឹងការខុសឆ្គងសូមអធិស្ឋាន